ឥឡូវនេះយើងមករីករាយសន្តាប់ជាមួយនឹងរឿងខ្មោចបំពេកូនបន្តទៀតវគ្គទី2សំឡេងយំរនាលកណ្ដាលយប់ចាប់តាំងពីថ្ងៃដែលបានឃើញខ្មោចស្រីបំពេកូនលើចុងអំពិលនោះមកសនតបានខ្លាយទៅជាក្មេងដែលខ្លាចភាពងងឹតគេលែងហ៊ានដើរទៅក្បាលទូលអំពិលនោះទៀតហើយសម្បីតែពេលថ្ងៃក៏ដោយសនព្យាយាមរស់នៅបែបធម្មតាប៉ុន្តែនៅក្នុងបេះដូងរបស់គេតែងតែលេចលឺនៅប័ណ្ណបំពេដ៏ស្រទន់លាយឡំនឹងភាពព្រឺព្រួយនោះឪពុកម្ដាយរបស់សនបានចាប់អារម្មណ៍ថាកូនប្រុសរបស់ខ្លួនមានអាកប្បកិរិយាចម្លែកគេឧស្សាហ៍ភ័យស្លន់ស្លោនិងយកសម្បត្តិឃើញចង្រិតចង្រៃនៅពេលយប់ប៉ុន្តែរឿងរ៉ាវពិតប្រាកដដែលគួរឲ្យខ្លាចបំផុតទើបតែចាប់ផ្ដើមនៅពេលនេះឯងកន្លងផុតតប្រហែលមួយសប្តាហ៍យប់មួយនោះសនបានដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងភូមិត្រប៉ែងធំភាពស្ងប់ស្ងាត់គឺមានលក្ខណៈដាច់ខាតអាចស្ដាប់ឮសំបីតែសត្វល្អិតរាយរឹតវេលាប្រហែលជាម៉ោង 12 អធ្រាត្រដែលជាពេលវេលាដែលខ្មោចព្រាយបិសាចចេញដាសនក៏ត្រូវបានដាស់ឲ្យខ្ញាត់ពីដំណេកដែលសំឡេងដ៏ចម្លែកមួយវាជាសំឡេងយំរនាលរបស់ទារកសំឡេងយំនេះមិនមែនជាសំឡេងយំរបស់ក្មេងនៅក្នុងភូមិឡើយព្រោះវាស្ដាប់ទៅដូចជាយំពីចម្ងាយតែមានលក្ខណៈលាន់ឮខ្លាំងនិងលាយឡំនឹងសូរខ្យល់ព្យុះតិចតិចសំឡេងនោះស្ដាប់ទៅគួរឲ្យអាណិតអាសូរផងតែគួរឲ្យព្រឺសម្បុរផងសនអង្គុយត្រឹងនៅលើគ្រែរបស់គេដោយបេះដូងលុតញាប់ដោយបាយស្គរគេព្យាយាមស្ដាប់ឲ្យបានច្បាស់សំឡេងយំរនាលនោះហាក់ដូចជាកំពុងតែផ្លាស់ទីដំបងវាលាន់ឮពីទិសខាងកើតនៃផ្ទះដែលជាទិសដៅនៃដើមអំពិលនោះប៉ុន្តែបន្តិចម្ដងសំឡេងនោះកាន់តែខិតជិតមកកាន់ផ្ទះរបស់គេសនបិទភ្នែកទាំងគូដោយភ័យខ្លាចដល់ឆ្អឹងខ្នងគេដឹងច្បាស់ថាសំឡេងនេះគឺប្រហែលជាតាក់ទងនឹងខ្មោចស្រីបំពេកូននោះហើយសំឡេងយំនោះកាន់តែខិតជិតរហូតដល់ហាក់ដូចជាស្ថិតនៅក្រោមផ្ទះរបស់គេទៅហើយពេលនោះស្រាប់តែមានរឿងមួយដែលធ្វើឲ្យសនស្ទើរកដាត់ខ្យល់ស្លាប់នៅមាត់បង្អួចឈើចាស់ដែលគ្រាន់តែបិទជិតដល់សន្លឹកស្លាបព្រៃប៉ុណ្ណោះស្រាប់តែមានសំឡេងខ្សឹបខ្សៀវមួយលាន់ឮឡើងវាគឺជាសំឡេងរបស់ស្ត្រីម្នាក់ដែលស្ដាប់ទៅដូចជាកំពុងច្រៀងបំពេហើយសំឡេងនោះគឺដូចគ្នាទៅនឹងសំឡេងដែលសនធ្លាប់ឮនៅឯចុងអំពិលកាលពីមិនថ្ងៃមុនកូនអើយកុំយំគេងទៅណាកូនស្រីម៉ែហើយបន្ទាប់មកគឺមានសំឡេងយំរនាលរបស់ទារកលាន់ឮឡើងម្ដងទៀតចំពីមុខបង្អួចតែម្ដងសំឡេងនេះគូនៅចិត្តណាស់ហាក់ដូចជាទារកនោះកំពុងតែគៀកនឹងអង្អួចហើយសនបានលូនចូលទៅក្នុងភួយយ៉ាងលឿនហើយបិទត្រចៀកទាំងពីរយ៉ាងណែនគេមិនហ៊ានរើគ្រួលសំបីតែបន្តិចគេបានគិតនៅក្នុងចិត្តថាបើអញមិនឮខ្មោចនឹងគិតថាអញដេកលក់ហើយគេដេកញ័រទៅទ្រើងនៅក្នុងភួយរហូតដល់ភ្លឺទើបគេហ៊ានចេញមកនៅពេលព្រឹកឡើងសនមិនបានប្រាប់នរណាម្នាក់អំពីហេតុការណ៍កាលពីយប់មិញឡើយគេចេញមកបើក្រោមផ្ទះនិងជុំវិញផ្ទះតែមិនឃើញមានអ្វីគួរឲ្យសង្ស័យឡើយ
ប៉ុន្តែនៅពេលដែលគេដើរទៅជិតបង្អួចដែលឮសំឡេងយំកាលពីយប់មិញនោះគេក៏ប្រទះស្លាកស្នាមបាត់ដៃតូចមួយជួបនឹងធូលីដីនៅជើងបង្អួចនោះស្នាមបាត់ដៃនោះតូចចំិចដូចជាស្នាមបាត់ដៃក្មេងខ្ចីប៉ុន្តែវាគឺជាស្នាមដែលបានបន្សល់ទុកដោយភក់ឬដីដែលប្រឡាក់សនចាប់ផ្ដើមដឹងថាខ្មោចស្រីនិងកូនរបស់នាងកំពុងតែតាមដានគេហើយប៉ុន្តែហេតុអ្វីបានជានាងតាមដានក្មេងប្រុសអ្នកគល់ក្របីម្នាក់នេះ